មានបងប្អូនខ្មែរយើងប្រហែលអ្នកដែលនៅនិយមនឹងគ្រប់ត្រវីដេអូអតីតកាលនេះហើយក៏ចូលចិត្តមើលអញ្ចឹងណាហើយរាល់ថ្ងៃក៏ពិបាកដែរពុកម៉ែបងប្អូនក្នុងការដើរថតនិយាយរួមទៅគឺដំណើរផ្សងព្រេងពុកម៉ែបងប្អូនពេលខ្លះយើងទៅដល់កន្លែងគេព្យួរហើយក៏គេមិនឲ្យយើងថតទៀតអានេះវាទៅចេះដែរតាមអីទេបើយើងតាំងចិត្តថាយើងចង់រក្សានៅវប្បធម៌នេះឲ្យបានគង់វង្សទោះបីមិនបានគង់វង្សក៏បានឃើញតាមខ្សែវីដេអូដែលខ្ញុំថតនេះដែរអញ្ចឹងសូមបងប្អូនខ្លះដែលគាត់នៅជួគោអីចឹងជួយសហការជាមួយខ្ញុំផងបងប្អូនហើយខ្ញុំថតនេះក៏មិនមែនជាផលប្រយោជន៍ដល់ខ្ញុំមិនដែរខ្ញុំសូមជម្រាបអញ្ចឹងហើយមិនបាច់សង្ស័យរឿងអីផ្សេងដែរបងប្អូនបើសិនជាខ្ញុំមិនថតក៏គ្មាននរណាទៅថតដែរអុយការងារអត់បានលុយបងប្អូននឹងស្រាប់ហើយមាននរណាគេមកធ្វើឲ្យយើងហើយការថតនេះក៏មិនមែនថាខ្ញុំនឹងផ្ញើទៅខាងណាដែរគឺខ្ញុំយកមកផុសដើម្បីចែករំលែកឲ្យកូនខ្មែរបានស្គាល់ពីវប្បធម៌ពីសម័យមុនដែរបងប្អូនឥឡូវបើសិនជាបងប្អូនសង្ស័យថាខ្ញុំធ្វើទៅនឹងបានប្រាក់បានចំណូលអីចឹងបងប្អូនអាចផុសខ្លួនឯងបានអាចធ្វើខ្លួនឯងបានចឹងណាហើយថតហើយផុសទៅថាបានចំណូលអត់ចឹងនិយាយរួមទៅខ្ញុំក៏មិនចង់និយាយមកស្រ័យវែងឆ្ងាយដែរគាត់តែចង់ប្រាប់ប៉ុណ្ណឹងថាខ្ញុំថតរាល់ថ្ងៃគឺចង់ឲ្យកូនខ្មែរចំនួនក្រោយបានស្គាល់ទេចំនួនខ្ញុំគឺនៅស្គាល់ចុះចំនួនកូនខ្ញុំក្រោយទៀតគឺលែងស្គាល់ហើយការងារមួយហ្នឹងនិយាយរួមទៅគឺចំនួនអស់ពីចំនួនខ្ញុំទៅគឺលែងមានអ្នកស្គាល់ហើយបងប្អូនចឹងជួយសហការមួយខ្ញុំផងបងប្អូនណាដែលគាត់នៅប្រើគោចឹងជួយប្រាប់ផងថាកន្លែងនេះមានអ្នកព្យួរឬមួយក៏អត់ចឹងណាខ្ញុំមិនចង់និយាយអីវែងឆ្ងាយទេបងប្អូនក្នុងវីដេអូនេះគាត់ថាចង់បញ្ជាក់តែប៉ុណ្្នឹងហើយជាការព្យួរគោរបស់លោកពូគាត់បង្រៀបថ្ងៃដំបូងបងប្អូនរៀងពិបាកមើលទៅបងប្អូនភាសាគោបង្រៀបបងប្អូននឹងស្រាប់ហើយវីដេអូមានតែប៉ុណ្្នឹងទៅសង្ឃឹមថាបងប្អូននឹងគ្រប់គ្រងវីដេអូប្រភេទកម្រនេះហើយជួយ share ឲ្យបានច្រើនដើម្បីហើយកូនចៅរបស់យើងជំនាន់ក្រោយបានស្គាល់ពីការងាររបស់ពុព្វបុរសខ្មែរយើងហើយការងារនេះមិនមែនកើតមានតែសម័យអង្គរទេគឺមុនសម័យអង្គរទេបងប្អូនរាប់រយរាប់ពាន់រាប់ម៉ឺនចំនួនហើយការងារនេះមិនមែនត្រឹមតែសម័យអង្គរ